រឿងព្រេងនិទានខ្មែររឿងអាសង្គមបាញ់លោកមានមនុស្សម្នាក់ជាកូននៃអ្នកត្រកូលក្រីក្របុរសនេះតាំងពីចម្រើនធំឡើងគ្មានរកស៊ីអ្វីសោះខំប្រឹងសង្វាតតែខាងការបរបាញ់តតែស្ទាត់ជំនាញបើបុរសនោះបាញ់តម្រង់សត្វណាចង់ឲ្យត្រូវក្បាលត្រូវឬទ្រូងរមែងត្រូវតាមបំណងតែរូបឆោមលោមពណ៌បុរសនោះអាក្រក់មៀតស្គមកំព្រីងសក់ក្រញាងមុខក្រញុះអ្នកស្រុកគេដាក់ឈ្មោះហៅថាអាសង្គមបាញ់លោកព្រោះវាតែងដើរបាញ់លោករាល់ថ្ងៃមួយអាសង្គមបាញ់លោកលីស្នាដើរទៅស្វែងរកបាញ់លោកបានប្រទះឃើញភូមិសេដ្ឋីមួយមានដើមរះត្រសាយត្រសុំដង្គមដង្គោលជាទីលំនៅនៃបក្សីមានលោកជាដើមសេដ្ឋីនោះជានកសម្បូរសម្បុកសម្បត្តិព្រមទាំងមានកូនក្រមុំ2នាក់ផងអាសង្គមបាញ់លោកលីស្នាដើរសរសៀរតាមរបងភូមិសេដ្ឋីក៏ជួបជាកូនស្រីសេដ្ឋីទាំងពីរបណ្ដាលគ្នាលេងតាមសួនច្បារក្នុងភូមិរបស់ខ្លួនដដេដាស់ដោយផ្ការិចស្គុះស្គីផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់នៅពេលព្រឹកប្រហាមអាសង្គមបាញ់លោកដើរសរសៀរតាមភូមិងើយមើលលើក្រែងមានសត្វហ្លុកទំនៅចុងឈើកាបើអាសង្គមបាញ់លោកងាកភ្នែកចុះឡើងចោលកន្ទុយភ្នែកទៅក្នុងភូមិខ្សែភ្នែកក៏រត់ទៅប៉ះទង្គិចនឹងរូបរាងនាងក្រមុំទាំងពីរដែលប្រកបដោយគ្រឿងតែងប្រានមានលំអស្រស់ស្រងោទាំងមានព្រលឹងសាច់ត្រលុកត្រលន់នាំឲ្យភ្ញាក់កន្ត្រាក់ដួងចិត្តប្រុសនៅវេលាឃើញដំបងឯអាសង្គមបាញ់លោកគ្រាន់តែចោលភ្នែកទៅប៉ះរូបនាងនោះភ្លាមក៏ស្រឡាំងកាំងភាំងស្មារតីភ្លេចខ្លួនជ្រុះទាំងស្នាទាំងព្រួញដល់ដីអាសង្គមបាញ់លោកតាំងពីបានឃើញកូនសេដ្ឋីក៏ស្រឡាញ់ជាប់ក្នុងចិត្តនឹកឥតភ្លេចហើយក៏ទៅដល់ផ្ទះថ្លែងប្រាប់ឪពុកម្ដាយនិយាយនឹងម្ដាយឲ្យទៅដណ្ដឹងកូនសេដ្ឋីឲ្យម្ដាយនិយាយនឹងកូនថានៃកូនម្ដេចក៏ឯងទៅស្រឡាញ់កូនសេដ្ឋីអីចេះបើឯងក្រីក្រភពសម្បត្តិទាំងរូបឯងស្រឡាញ់កូនសេដ្ឋីអីចេះបើឯងក្រីក្រភពសម្បត្តិទាំងរូបឯងទៀតក៏អាក្រក់មិនសមនឹងកូនគេធ្វើម្ដេចគេនឹងឲ្យឯងអាសង្គមបាញ់លោកក៏និយាយនឹងម្ដាយថាម៉ែបើម៉ែមិនទៅដណ្ដឹងឲ្យខ្ញុំទេខ្ញុំក៏អស់ឃើញមុខម៉ែក៏លែងបានឃើញមុខខ្ញុំតាំងពីថ្ងៃនេះទៅហើយម្ដាយដែលមានចិត្តអាណិតកូនឬកូននិយាយដូច្នោះក៏ស៊ូកាត់កេកខ្មាស់ទៅនិយាយស្នើការនឹងសេដ្ឋីក៏តបវិញថាខ្ញុំអត់បាស្អប់ខ្ពើមអីកូននាងទេប៉ុន្តែកូនខ្ញុំនឹងឲ្យពុំបានត្បិតមិនទាន់គ្រប់ការណាហើយនាងប៉ុណ្ណេះទុកជាស្រេចចុះគុំបាច់ទៅមកទៀតសម្ដីប៉ុណ្ណេះជាសម្ដីបង្វែងដានមិនចង់ឲ្យម្ដាយអាសង្គមបាញ់លោកទិញទោសគុំនិតរកអបាយក៏និយាយទៀតគ្មានក៏លាសេដ្ឋីត្រឡប់ទៅផ្ទះប្រាប់កូនអាសង្គមបាញ់លោកគ្រាន់តែម្ដាយប្រាប់ដូច្នោះភ្លាមក៏ផ្លាស់ទឹកមុខក្រៀមក្រំអង្គុយត្របំក្បាលជង្គង់ដកដង្ហើមយូរបាយលែងនឹកទឹកលែងស្រេកចេះតែនឹកម៉ៃហាក់ដូចជាកូនសេដ្ឋីនៅចំពោះមុខស្រស់ដោយកម្លាំងសេចក្តីស្នេហាខ្លាំងពេកហើយបែរជាមិនបានដូចបំណងនៅវេលាដែលអាសង្គមបាញ់លោកចូលដេកក៏ចូលទៅទាំងនឹកអាឡ័យទៅជាមើលស្រែកច្រៀងទាំងយប់ថាឆោមឲ្យឆោមឆើតទាំងពីរប្រានធ្វើម្ដេចនឹងបានមកគៀកកាយឲ្យដូចជាពុកនឹងខ្នល់ខ្នើយបើម្លេះទៅហើយអស់សង្ឃឹមអាសង្គមបាញ់លោកទុកជាដឹងថាគេលែងឲ្យហើយដូច្នោះលុះព្រឹកឡើងក៏នៅតែលីស្នានឹងស្ដាយបំពង់ព្រួញដើរទៅសម្ដៅភូមិសេដ្ឋីរាល់ថ្ងៃឥតខានសោះពួនចាំលបមើលកូនសេដ្ឋីថ្លែងពីបុរសម្នាក់ទៀតជាកូនអ្នកមានសម្បត្តិទាំងរូបឆោមនោះក៏ស័កសមទឹកមុខឡើងស្រស់បំប្រងជាទីពេញចំណងនៃស្ត្រីភាពបុរសនោះក៏ស្រឡាញ់កូនសេដ្ឋីនោះដែរលុះទៅដណ្ដឹងសេដ្ឋីក៏មិនព្រមបុរសនោះទុកជាដឹងថាគេមិនព្រមក៏នៅតែមើលកូនសេដ្ឋីរាល់ថ្ងៃជួនជាពេលមួយបុរសនោះក៏ទៅអាសង្គមបាញ់លោកក៏ទៅហើយបានជួបគ្នាអាសង្គមបាញ់លោកសួរថាអ្នកឯងទៅណាបុរសនោះឆ្លើយថាខ្ញុំមកមើលកូនសេដ្ឋីឆ្លើយហើយសួរថាចុះឯងមកធ្វើអ្វីដែរអាសង្គមបាញ់លោកថាខ្ញុំក៏មកមើលចុះឯងមកធ្វើអ្វីដែរអាសង្គមបាញ់លោកថាខ្ញុំក៏មកមើលកូនសេដ្ឋីដែរបុរសនោះថាយើរៀងនេះអួតឯងចង់បានកូនសេដ្ឋីផងប៉ុនអំបារូបខ្ញុំគេនៅតែមិនអោយអាសង្គមបាញ់លោកថាបងឯងចាំមើលខ្ញុំយកតតែបានជួនជាថ្ងៃនោះសេដ្ឋីប្តីប្រពន្ធនាំគ្នាទៅវត្តនៅតែកូនក្រមុំ2នាក់ចាំផ្ទះអាសង្គមបាញ់លោកដឹងដូច្នោះកំពុងតែគិតរកអបាយក៏ជួនជាក្រឡេកទៅឃើញសត្វហ្លុកមួយទំនៅចុងឈើមុខផ្ទះសេដ្ឋីអាសង្គមបាញ់លោកបានឱកាសក៏យឺតស្នាបាញ់យឺសូភ្លើងបាប់ស្រាប់តែលោកតាក់ជើងតែស្លាប់នៅទីធ្លាមុខផ្ទះលំដាប់នោះកូនក្រមុំសេដ្ឋីម្នាក់ចុះទៅដីឃើញលោកនោះហើយក៏ស្រែកប្រាប់បងថាអ្នកបងអ្នកណាបាញ់លោកធ្លាក់មកនេះថាហើយក៏រើសលោកទៅអាសង្គមបាញ់លោកធ្វើដូចជាមិនដឹងដល់គេបោចរួចហើយស្រាប់តែលោឡារក៏លោកដែលខ្លួនបាញ់នោះថានរណាលួចលោកអញទៅណាតែអញរកឃើញមុខជាប្តឹងរាជការឲ្យយកទៅដាក់គុកពុំខាននាងក្រមុំទាំងពីរនាក់ឬដូច្នោះក៏ភ័យស្រែកប្រាប់ថាលោកបងឯងខ្ញុំយកមកនេះ